Rất cứ sầm khănนะបងប្អូនទាំងអស់គ្នាបើសិនតែយើងមានទឹកចិត្តសង្ឃឹមនៅក្នុងជីវិតយើងអាចបន្តដំណើរទៅមុខបានហើយជារាល់ថ្ងៃនេះមានមួយដែលគាត់អញ្ជើញមកទទួលសេវាកម្មគាត់តែងតែលើកទឹកចិត្តថាមកដល់ចំណុចនេះហើយបើកពីហាងហើយម៉ាមីធ្វើចិត្តរឹងមាំចាគេឲ្យឆ្អែតដើម្បីកូនយើងហើយនេះធ្វើឲ្យអ្នកគ្រូមានភាពរឹងមាំបន្តដំណើរទៅទៀតបងប្អូនទាំងអស់គ្នាហើយនេះគឺជាវីដេអូដែលនៅសាខាទី1យើងថ្ងៃនេះផងដែរលីសាឡនសាខាអូស័យយើងមានเพจមួយទៀតសម្រាប់ដាក់ណាបងប្អូនទាំងអស់គ្នាដោយសារតែយើងធ្វើការរីកចម្រើនទៅមុខកាន់តែច្រើនហើយដូច្នេះវីដេអូក៏ច្រើនភ្ញៀវអតិថិជនក៏ច្រើនអញ្ចឹងเพจលីសាឡនធំយើងនឹងគឺដាក់អត់ទេអញ្ចឹងយើងបានបង្កើតเพจមួយទៀតដើម្បីធ្វើឲ្យបងប្អូនចាដែលមកទទួលសេវាកម្មនេះយើងដាក់និយាយអតិថិជនអ្នកគ្រូវិញម្ដងបងប្អូនទាំងអស់គ្នានិយាយទៅមកធ្វើសេវាកម្មផងមកជួយអ្នកគ្រូផងលើកទឹកចិត្តអ្នកគ្រូផងឃើញថាអ្នកគ្រូនឹងបើកពីសាខាហើយមានភ្ញៀវអតិថិជនច្រើនចេះមកលើកទឹកចិត្តថាអូយអ្នកគ្រូជាមនុស្សពូកែឆ្លាតហើយអ្នកគ្រូចាធ្វើការងារល្អធ្វើការងារដែលយើងស្រឡាញ់យើងត្រូវតែខំបងប្អូនដឹងអត់លាបពណ៌ផងអត់ព្យាបាលផងហើយនឹងកាត់សក់ក្នុងពេលតែមួយសំណេះសំណាលគ្នាយកចិត្តយកថ្លើមគ្នាខ្លាំងណាស់ថ្ងៃនេះគ្មានមិត្តភក្តិណាទេបងប្អូនទាំងអស់គ្នាមានតែអតិថិជនរបស់អ្នកគ្រូដែលគាត់មកអញ្ជើញមកទទួលសេវាកម្មអញ្ចឹងទៅពេលដែលកាត់សក់គឺសំណេះសំណាលយកចិត្តយកថ្លើមគ្នានៅម៉ោងហ្នឹងអញ្ចឹងណានិយាយទៅអរគុណដែរបងប្អូនទាំងអស់គ្នាដែលមកគ្រប់គ្រង Belly Salon ហើយមួយទៀតនេះបងប្អូនចាមើលកញ្ចឹងករបស់គាត់នៅពេលដែលកាត់ហើយឃើញថាសមខ្លាំងមែនតើជាមួយនឹងចាលាបពណ៌កាត់សក់អព្យាបាលក្នុងពេលតែមួយងាកមកនិយាយសេវាកម្មកាត់សក់គឺជាសេវាកម្មដែលដាច់ប្រចាំហាងហើយបងប្អូនទាំងអស់គ្នាមិនថាចាកូនក្មេងមិនថាវ័យកណ្ដាលវ័យជំទង់អីហ្នឹងបងប្អូនអាចជ្រើសរើសជាមួយនឹងចា mode butterfly ក៏ដូចជា mode layer ដែលពេញនិយមនៅ Belly Salon យើងអញ្ចឹងណាហើយកូន trend នេះវិញផងដែរគឺគាត់ជ្រើសរើសជាមួយនឹង mode butterfly រឿងកាត់សក់នេះបើសិនបើយើងអត់យល់អារម្មណ៍អតិថិជនថាតើអតិថិជនរបស់យើងហ្នឹងចង់បានបែបម៉េចចង់បានការតែងខ្លួនបែបម៉េចនិយាយទៅការយល់អារម្មណ៍ពីអតិថិជនគឺជាកត្តាសំខាន់ណាស់នៅពេលដែលយើងឈានទៅដល់ចំណុចមួយទៀតដែលយើងអាចកាត់សក់ឲ្យគាត់បានហើយម៉ាមីនេះគឺគាត់ខានមកយូរមែនតើបងប្អូនទាំងអស់គ្នាឡើងចង់7ខែលើកនេះគាត់មកចាដាក់មកទ្រីប3នាក់តែម្ដងធ្វើការចាកាត់សក់ជាជួរហើយនឹងជាមួយនឹងការកំងម៉ូតខ្លីៗលើកនេះដូរម៉ូតទេបងប្អូនលោកគាត់ដងកាត់រៀងក្រេជូនគាត់អញ្ចឹងណាលើកនេះប្រហែលជាម៉ូតខ្លីៗហើយបងប្អូនទាំងអស់គ្នាហើយជាមួយនឹងការចាបាញ់លុកចាមទៀតទៅ Belly Salon យើងមានម៉ូតសក់ច្រើនមែនតើតែម្ដងបងប្អូនអាចជើញចូលជ្រើសរើសជាមួយនឹងចារូបថតនៅក្នុង page Belly Salon មានតម្រងច្រើនណាបងប្អូនចាតម្រងរៀងក្រេតម្រងក្រេជប៉ុនឬក៏ខ្លីមុខវែងមុខចាដមីបកដមីចំហៀងឬក៏ដមីបែងទុយអីអញ្ចឹងណាជ្រើសរើសជាមួយនឹងម៉ូតសក់ឲ្យទៅតាមតម្រងមុខបើសិនជាឲ្យអ្នកគ្រូចារើសឲ្យហើយឬក៏ប្រាប់ថា styling ជួយចិត្តបែបម៉េចអ្នកគ្រូវិនិច្ឆ័យជាមួយនឹងការតម្រង់មុខរបស់បងប្អូនកាត់ទៅមិនឲ្យខំម្ដងទេហើយអីវិញគឺគាត់មកលើកទី2ទី3ទី4ទី5ហើយបងប្អូនទាំងអស់គ្នាលើកនេះគឺអស់ប៉ោងហើយគឺគាត់មកទទួលសេវាកម្មអត់ប៉ោងហើយនឹងកាត់សក់ម៉ូតហើយនឹងទិញជាមួយនឹងប្រេងសាប៊ូអីអញ្ចឹងណាបងប្អូននេះលទ្ធផលដែលយើងធ្វើឲ្យគាត់ហើយគឺថាគល់សក់គឺប៉ោងណាសម្រាប់បងប្អូនដែលគាត់ចូលចិត្តចាលាបស្កើឬក៏លាបពណ៌ញឹកញាប់អីអញ្ចឹង recommend ឲ្យធ្វើ style បែបនេះពីគិតលុយហើយចូលអតិថិជនមកតបទៀតគឺគាត់មកទទួលសេវាកម្មដូចជាលាបពណ៌ highlight ហើយអត់ព្យាបាលក្នុងពេលតែមួយហើយនឹងកាត់សក់ម៉ូតបងប្អូន4សេវាកម្មនោះនិយាយទៅគឺអង្គុយឡើងមកឈឺគូដែរណាប៉ុន្តែតាពណ៌ណាគឺពណ៌នឹងតែម្ដងជាមួយនឹងខាងលើហ្នឹងគឺយើងយកសូកូឡារៀងបាច់ស្លែហើយខាងក្រោមយើងលាយជាមួយនឹងប្រភេទពណ៌ប្រាក់ជូនគាត់អញ្ចឹងណាឃើញថាសមខ្លាំងមែនតើបងប្អូនទាំងអស់គ្នាយើងចង់ទម្លាក់ទៅរៀងសាមញ្ញក៏បានចងពាក់កណ្ដាលក៏បានដែរហើយ Belly Salon មាន2សាខាណាបងប្អូនទាំងអស់គ្នាសាខាទី1ស្ថិតនៅលើផ្លូវ139ផ្លូវការរំទឹករំទល់មុខពេទ្យសក្រិតសាខាទី2ស្ថិតនៅចាក់រែក្រោមទល់មុខសាលា IFPP អ្នកតំណងតាមលេខទូរស័ព្ទ092 43 43 49ចង់បានភាពសស្អាតនិងភាពជឿជាក់ complete Belly Salon ទាំង2សាខា